បើសិនជាអ្នកទៅសាងសម្ព័ន្ធភាពជាមួយគាត់ដោយការធ្វើកិច្ចកម្មអីជាមួយគ្នាលើកឧទាហរណ៍ថាដើរហោះខាងក្រៅយើងមកជាមួយកូនអ្នកមកបើសិនជាកូនអ្នកទៅហែទឹកជាមួយកូនអ្នកមកបើសិនជាកូនអ្នកទៅសមុទ្រទៅពូលព្រំខ្សាច់អ្នកក៏ទៅពូលព្រំខ្សាច់ជាមួយកូនរបស់អ្នកដូចគ្នាដើម្បីធ្វើកិច្ចកម្មជាមួយគ្នាដើម្បីប្រើពេលវេលានៅជាមួយគ្នាទៅពួកអ្នកស្រឡាញ់គ្នាទៅពួកអ្នកកាន់តែយល់ចិត្តគ្នាប៉ុន្តែបើសិនជាអ្នកអត់ដែលមានកិច្ចកម្មអីរួមគ្នាទេនោះនឹងវានឹងមិនមានសម្ព័ន្ធភាពកើតឡើងបើសិនជាប្តីអ្នកចូលចិត្តហាត់ប្រាណចូលចិត្តដើរខាងក្រៅអ្នកទៅជាមួយបើសិនជាគាត់ចូលចិត្តទៅខាងក្រៅដើរព្រៃអ្នកទៅជាមួយទៅជាមួយហាមិនចាំទៅរាល់ថ្ងៃទេមួយអាទិត្យទៅម្ដងពីរដងអញ្ចឹងទៅជាមួយគ្នានោះវានឹងសាងសម្ព័ន្ធភាពរវាងអ្នកហើយនឹងគាត់កាន់តែខ្លាំងព្រោះសម្ព័ន្ធភាពល្អកើតឡើងដោយសារកិច្ចកម្មដែលអ្នកធ្វើជាមួយគ្នាល្អនោះនឹងកើតអសម្ព័ន្ធភាពល្អកើតឡើងប៉ុន្តែបើអ្នកខ្លាចខ្មៅខ្លាចខូចស្បែកឬខ្លាចខាតលុយរបស់អ្នកទេអ្នកនឹងនៅម្នាក់ឯងទៅលើមេឃម្នាក់ឯងហើយអ្នកនឹងបាត់បង់គ្រួសាររបស់អ្នកមកនៅម្នាក់ឯងមកជីវិតនឹងទៅថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងទេហើយបើសិនជាពេញចិត្តជិះទៅខាងក្រៅទៅបើសិនជាចង់ comment ថាចូលចិត្ត comment នៅខាងក្រៅក៏បានឬក៏គិតថាវាមានបញ្ចោចដល់អ្នកផ្សេងទៀតណាជាពិសេសស្រីអ្នករកស៊ីអីចឹងអ្នកស្បែកពុកស្បែកអីនេះអ្នកយល់ប្រាប់មែនវាមិនអីទេបើសិនជាអ្នកបកឲ្យអ្នកទៅដើរលេងជាមួយគាត់អ្នកចង់ទៅធ្វើកិច្ចកម្មជាមួយគាត់វាមិនអីទេប៉ុន្តែគាត់តែបកឲ្យមានត្រូវថ្ងៃតើតែបកឲ្យមានត្រូវថ្ងៃអញ្ចឹងក្នុងមកឆ្លោះគ្នាហើយនឹងជាសាហាវណាហ្នឹងគឺវាមិនជាទៅក្រៅហ្នឹងបាយបាយនឹងទៅហូបគេមកយកហូបមកហើយបាយបាយអូខេអូតាមអ្នកគ្រូផងទៅតាមនៅក្នុង Telegram នេះ @melinda19 @melinda19 អើ